សួស្តីពុកម៉ែបងប្អូនថ្ងៃនេះខ្ញុំមានបង្អែមនំអ៊ីមួយយ៉ាងទៀតគេហៅនំបាញ់ជីនឿពុកម៉ែបងប្អូនឥឡូវសូមពុកម៉ែបងប្អូនមកមើលរបៀបធ្វើជាមួយខ្ញុំជាដំបូងខ្ញុំមានសណ្ដែកបាយហ្នឹងខ្ញុំយកទៅត្រាំទឹកឲ្យវារីកទេពុកម៉ែបងប្អូនបន្ទាប់ពីត្រាំរីកហើយខ្ញុំយកវាមកចំហុយនេះបន្ទាប់ពីចំហុយរយៈពេលបាន20នាទីហើយសណ្ដែកបាយយើងក៏បានរីកដែរពុកម៉ែបងប្អូនចាបន្ទាប់ពីរីកហើយខ្ញុំក៏យកវាមកកិននឹងម៉ាស៊ីនកិនពុកម៉ែបងប្អូនព្រោះយើងប្រើម៉ាស៊ីននេះគឺកិនលឿនណាពុកម៉ែបងប្អូនបន្ទាប់ពីកិនហើយយើងយកដួសវាមកទុកដាក់ក្នុងចានមួយឡែកសិនពុកម៉ែបងប្អូនហើយយើងរោយអំបិលនិងស្ករបន្តិចហើយពុកម៉ែបងប្អូនបន្ទាប់ពីនេះហើយយើងចាប់ផ្ដើមមកសូនវាពុកម៉ែបងប្អូនមូលអញ្ចឹងទៅយើងទុកធ្វើស្នូលឥឡូវស្នូលយើងបានរួចហើយពុកម៉ែបងប្អូនឥឡូវយើងមកចាប់ផ្ដើមលាយម្សៅម្ដងម្សៅខ្ញុំដាក់មួយចានហ្នឹងហើយបន្ទាប់មកខ្ញុំថែមទឹកពុកម៉ែបងប្អូនលាយច្បល់ទៅដាក់ទឹកមកមុំហើយកុំឲ្យដាក់ច្រើនពេកដាក់ល្មមទៅឲ្យគិតថាម្សៅហ្នឹងវាទន់ល្អហើយបើចាំពុកម៉ែបងប្អូនទៅលួចអំបិលហើយហ្នឹងអើយទឹកបន្តិចហ្នឹងម៉ែបងប្អូនបន្ទាប់មកយើងចាប់ផ្ដើមមកមូលនំអ៊ីពុកម៉ែបងប្អូនយើងលុញវាទៅពុកម៉ែបងប្អូនលុញហ្នឹងហើយតាមចំណង់ចំណូលចិត្តពុកម៉ែបងប្អូនចង់បានធំឬទូចតែខ្ញុំលុញតែប៉ុណ្្នឹងឯងໄວល្មមហូបបន្ទាប់ពីលុញហើយពុកម៉ែបងប្អូនទឹកយើងក៏បានពុះហើយយើងចាប់ផ្ដើមយកវាមកដាក់ក្នុងទឹកក្តៅខ្ញុំចង់បញ្ជាក់ថានំហ្នឹងលូត្រាតាអណ្ដែតឡើងលើពុកម៉ែបងប្អូនចាំយើងស្រង់ណាតែពេលយើងស្រង់គឺយើងស្រង់ដាក់ទឹកឆ្នាំងទឹកត្រជាក់មួយទៀតពុកម៉ែបងប្អូននេះនំអ៊ីយើងក៏បានអណ្ដែតហើយយើងក៏ចាប់ផ្ដើមដួសស្រង់ដាក់ក្នុងឆ្នាំងមួយទៀតឥឡូវយើងដាំទឹកធ្វើទឹកស្ករម្ដងពុកម៉ែបងប្អូនចាឥឡូវទឹកយើងបានពុះហើយបន្ទាប់ពីទឹកយើងពុះយើងក៏ចាក់ស្ករចូលស្ករនេះចំនួនកន្លះគីឡូពុកម៉ែបងប្អូនប៉ុន្តែខ្ញុំដាក់តែពាក់កណ្ដាលទេខ្ញុំអត់ចូលចិត្តផ្អែមទេពុកម៉ែបងប្អូនហើយពុកម៉ែបងប្អូនកុំភ្លេចដាក់អំបិលចូលមួយចុងល្ព្រាផងបន្ទាប់ពីដាក់អំបិលហើយយើងកូរវាពុកម៉ែបងប្អូនកូរវាឲ្យរលាយស្ករអស់ណាពុកម៉ែបងប្អូនបន្ទាប់ពីស្ករយើងរលាយហើយយើងក៏ដាក់ខ្ញីចូលពុកម៉ែបងប្អូនឥឡូវយើងយកនំអ៊ីដែលយើងមុនបាញ់ជីនឿហ្នឹងដែលយើងធ្វើឆ្អិនហ្នឹងយើងដាក់ចូលក្នុងទឹកស្ករពុកម៉ែបងប្អូនរួចហើយយើងក៏ទុកមួយឡែកសិនយើងមកចាប់ផ្ដើមលាយល្ងម្ដងបន្ទាប់ពីលីងល្ងហើយយើងក៏ចាប់ផ្ដើមយកវាមកកិនពុកម៉ែបងប្អូនលីងល្ងហើយឥឡូវបង្អែមយើងក៏បានឆ្អិនដែរពុកម៉ែបងប្អូន
tập móc dương thêm từ tí đồ đàm mình tập móc dương cứ soi tí đàm bộ mày bằng phôn mình tập đi soi tí đàm hơi dương đã rồi là ngồi bị lớn á bộ mày bằng phôn ở con bộ mày bằng phôn để tạm đàn video này xong